នៅជប៉ុនណាអ្នកទាំងអស់គ្នាអត់ទេអ្នកទាំងអស់គ្នាចាប់ផ្ដើមលឺសូររៃយំលឺសូងីរហូតហ្នឹងណាមានតែចូលដល់ខែក្តៅហើយហ្នឹងហើយលឺសូរហូតនិយាយថាលឺសូខ្លាំងហ្មងនៅជប៉ុនគឺចូលដល់ខែក្តៅហើយអ្នកទាំងអស់គ្នារៃជាភាសាជប៉ុនតែគេថាមិនទៅបាទជំរាបសួរនិងសួស្តីទៅកាន់អ្នកដែលកំពុងទស្សនាវីដេអូនេះទាំងអស់គ្នាជាពិសេសអ្នកដែលកំពុងតែរៀនភាសាជប៉ុននិងរៀនភាសាជប៉ុនតាមរយៈវីដេអូរបស់ខ្ញុំកន្លងមកនិងអ្នកទាំងអស់គ្នាឲ្យទៅចូលដល់ខែក្តៅគឺដឹងឮសូរសំឡេងសត្វយំហ្មងហើយនៅក្នុងហ្នឹងគឺរៃគឺខ្លាំងជាងគេហ្មងឡើងងីពេញភូមិហ្មងហ្នឹងហើយតើសត្វរៃជាភាសាជប៉ុនគេថាម៉េចទៅនឹងអ្នកទាំងអស់គ្នាសត្វរៃជាភាសាជប៉ុនគេហៅថាសេមីនឹងអ្នកទាំងអស់គ្នាដំណើរនិយាយពីនេះពីនោះខ្លះទៅនៅក្នុងមេរៀននេះរដូវក្តៅនៅប្រទេសជប៉ុនជាទូទៅគឺចុងខែ4ទៅដល់ខែ9តែបើថាមហាពេញក្តៅហ្មងគឺខែ7និងខែ8ហ្នឹងហើយនិយាយពីចូលដល់រដូវក្តៅវិញអ្នកទាំងអស់គ្នាធ្លាប់តែឃើញអូជប៉ុនសគេទៅខែត្រជាក់អ្នកខ្មែរយើងអីចឹងទៅខែត្រជាក់មកវិញនឹងអសស្គូហើយតែពេលខ្លះបើសិនបើអត់ការពីកម្ដៅថ្ងៃទេគឺដឹងថាខ្មៅញូញហ្មងព្រោះនៅជប៉ុនក្តៅខ្លាំងខ្មែរទោះបីក្តៅមិនក្តៅប៉ុន្តែចេះមានខ្យល់បើថានៅជប៉ុនវិញក្តៅហប់អត់មានខ្យល់ហ្មងអ្នកនរគ្នាហើយបើនិយាយថាបែកញើសគឺបែកញើសជោកហ្មងអត់មានខ្យល់អត់មានអីទេពេលខ្លះហើយកម្ដៅពេលខ្លះអាចឡើងទៅដល់40ក៏មានដែរអញ្ចឹងអ្នកខ្លះអូឃើញទៅជប៉ុនអីចឹងអូទៅជប៉ុននឹងអសតែបើថាអ្នកខ្លះអត់ចេះថែសម្រស់អត់ចេះឃ្លុំអីទេគឺខ្មៅហើយឲ្យទៅដល់ខែក្តៅអញ្ចឹងឃើញជប៉ុនក្បាលក្រហមដោយសារពួកគេអត់សូវអ្នកខ្លះគឺក៏អត់សូវខ្វល់រឿងលេរឿងឃ្លុំអីហ្នឹងទេជាពិសេសអ្នកធ្វើការខាងសំណង់ហ្នឹងហ្មងទៅដល់ឃើញដូចកមន់អញ្ចឹងគឺក្រហមហ្មងនៅក្នុងខែហ្នឹងប៉ុន្តែនៅក្នុងហ្នឹងក៏មានដំណោះស្រាយដែរដំណោះស្រាយនោះជាពិសេសសម្រាប់អ្នកសំណង់ហ្មងអ្នកទាំងអស់គ្នាអត់តែអ្នកសំណង់នឹងមានដែរគឺអាវខ្យល់ចឹងកាលនេះការខ្ញុំទៅនឹងខ្ញុំបានអាវខ្យល់ដែរព្រោះវា2ឆ្នាំខាងក្រុមហ៊ុនក៏បើកឲ្យមកកាផ្លេនៅ4ឆ្នាំបាន2កាផ្លេដែរអាវនឹងគឺថាពាក់មកមានថ្មមានអីយើងចុចអាប៊ូតុងវានឹងមកវាមានដូច power bank ណាអ្នកគ្នាមានថ្មវានឹងហើយទាំងហាលវាមានអា2មានអា4នឹងហើយយើងបើកមកប៉ោងអូខ្យល់ត្រជាក់ស្រួលហើយបានបែកញើសទៀតបានខ្យល់ហើយទៅត្រជាក់ស្រួលកៅអៅនោះបងអ្នកទាំងអស់គ្នាចង់ស្រាវជ្រាវមើលវាអញ្ចឹងគេហៅកៅអៅខ្យល់ហ្នឹងគឺគេហៅ Kujo Fuku អរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះសង្ឃឹមថាវាកើតជាប្រយោជន៍ដល់អ្នកទាំងអស់គ្នាបានចេះចំណេះដឹងថ្មីមួយអញ្ចឹងណាអ្នកទាំងអស់គ្នាសុយគីណែ